ចានេះជាសកម្មភាពដែលខ្ញុំប្រមូលផលដំឡូងចានេះគឺចិត្តរួចហើយចានេះគឺខ្ញុំមកជួយប្តីខ្ញុំបានមួយថ្ងៃទៅព្រោះអីគិតអ្នកធ្វើដំឡូងក៏គិតហត់ក៏គិតទេឲ្យខ្ញុំរោឈ្នួលទៅឲ្យគិតចឹងណាបងប្អូនប៉ុន្តែក៏ខ្ញុំទូដែរចានេះគឺសកម្មភាពដែលគេប្រមូលមកបងប្អូនអើយគឺវាមិនចុះទេដំឡូងឆ្នាំនេះចាគឺដោយតំបន់ណាក៏ចុះតំបន់ណាក៏មិនចុះបើខាងខ្ញុំនេះគឺតំឡុងខ្ញុំនេះអត់កើតទេគឺអត់រួចដើមទេចាគឺមកហាត់បានតែ2លានគឺមិនរួចដើមទេបើគិតថ្លៃជីថ្លៃម៉ាស៊ូតថ្លៃកម្មករគឺមិនបានរួចដើមទេចាប៉ុន្តែយើងមិនដឹងធ្វើយ៉ាងណាគឺត្រូវតដកចាត្រូវតដករួចក៏ដាំទៀតឯងព្រោះអីយើងអ្នកចង្ការគ្នាក៏ដាំអស់ហើយគឺយើងអ្នកចង្ការយើងត្រូវតដករួចដាំរួចប្រមូលផលចាណាបើយើងវាមិនមានការងារអុយនោះបើយើងមិនធ្វើគេធ្វើបើយើងមិនទូគេទូយើងមិនអាចឈរមើលគេបានទេចាគឺត្រូវតែខំគេខំវគ្គគេយើងខំវគ្គយើងចាណាចានេះគឺស្វាញ់ខ្លាំងមែនទែនហើយក្តៅក៏ក្តៅទៀតចានេះប្តីខ្ញុំក៏ដកកវិតនេះឯងក៏ខ្ញុំក៏ចូលថតឆ្លៀតថតបន្តិចបន្តួចចាវីដេអូខ្ញុំក៏មានតែប៉ុណ្ណេះបងប្អូនបាយ